បងប្អូនខ្ញុំនាំបងប្អូនមកមើល old school មកគ្រឿងជា BM 5 series ឆ្នាំ0203បងប្អូនតែឡាននេះលេងច្រើនមែនតើលេងកាងសំបីតែកន្លែងចង្គៀងគឺដោះចង្គៀងចេញគេធ្វើជាកបោនហើយមានប្រហោងដើម្បីឲ្យខ្យល់បុកចូលតាក់បោបងប្អូនហើយប្លុកម៉ាស៊ីនគឺលេងអស់ហើយបងប្អូនទេហើយដបូលគឺលេងជាហូតកបោននេះបងប្អូនទីទៀតខ្ញុំនឹងថតប្លុកម៉ាស៊ីនឲ្យបងប្អូនមើលតាលេខ្លះហើយបើសម្រាប់ចំហៀងនេះគឺគេចាក់ហែកដើម្បីទាញកង់ចេញមកក្រៅដើម្បីឃើញឡានហ្នឹងក្រាបឲ្យហែកបងប្អូនកញ្ចក់ចំហៀងក៏គេលេងដែរតែកញ្ចក់ចំហៀងលេងស្អាតហើយខ្ញុំទីទៀតខ្ញុំនឹងដាក់កញ្ចក់នឹងដែរចាំមើលទីទៀតបន្ទាប់ពីខ្ញុំបង្ហាញពីកញ្ចក់ដ៏សែន slim ស្អាតហ្នឹងហើយខ្ញុំនឹងបង្ហាញពីប្លុកម៉ាស៊ីនឲ្យបងប្អូនមើលថាឡាននេះលេងអីខ្លះឡាននេះលេងតាក់បូតយោតាក់បូអែប្លុកម៉ាស៊ីនហើយតយោខ្យល់តយោអីគឺ BM 5 series នេះគឺលេងអស់ហើយបងសំបីតែតយោអីក៏លេងអស់ដែរហើយម៉ាស៊ីនវិញគឺលាន់មែនតើហើយជន់វិលបងប្អូនអើយមែនតើអ្នកដែលបានមកកម្មវិធី camping ឯហ្នឹងឃើញ BM ហ្នឹងដឹងហើយសាលេងលះខ្លាំងមែនតើហ្មងហើយសម្រាប់បងប្អូនដែលស្រឡាញ់វិស័យឡានកុំភ្លេចជួយ share ជួយ like វីដេអូនេះហើយច្រើនដើម្បីពេលកម្មវិធីថ្ងៃក្រោយទៀតឲ្យបងប្អូនដែលស្រឡាញ់ឡានគាត់មកចូលរួមទាំងអស់គ្នាដើម្បីលើកស្ទួយវិស័យទេសចរណ៍របស់ខ្មែរបងប្អូនហើយអានេះខាងក្នុងបងប្អូនឡាននេះលេងចកោតស្បៃឆៅហើយអាចដោះចេញបានដូចឡានNissan Z350ដូចគ្នាហើយសម្រាប់កៅអីក៏BM នេះលេងដែរហើយខ្សែក្បាត់ក៏លេងខ្សែក្បាត់ឡានប៉ណ្ណឹងដែលសោកពីលើ2ហើយពីក្រោម1អាហ្នឹងការពារសុវត្ថិភាពបានច្រើនមែនតើនិយាយទៅសម្រាប់ BM មកគ្រឿងនេះគ្រឿងក្នុងគឺគេផ្សារដៃទប់ឲ្យអស់ហើយបងប្អូនហើយបញ្ជាំងទ្វារគឺគេអត់មានគឺគេកែហើយគេលេងជាកបោនហើយសម្រាប់ចង់បើកទ្វារគឺគេទាញគេមានខ្សែកណ្ដាលគឺទាញគឺបើកទ្វារតែម្ដងហើយទៅឡាននេះលេងលក្ខណៈជាលក្ខណៈឡានទ្រីបពេញតែម្ដងបងប្អូនអើយហើយសម្រាប់ពីក្រោយវិញបងប្អូនឡានធម្មតាគឺកន្លែងដាក់បានតែសម្រាប់ BM 5 series មួយគ្រឿងនេះគឺមានធុងទឹកបងប្អូនគឺមានធុងទឹកមានម៉ូទ័រនេះប្រហែលជាម៉ូទ័រពាក់ព័ន្ធជាមួយទឹកដើម្បីបន្ថយកក្ដៅហើយកន្លែងកញ្ចក់ក្រោយហ្នឹងគឺអត់មានកញ្ចក់ទេគឺគេដាក់ដង្ហើមមួយដើម្បីបឺតខ្យល់ចូលមកដើម្បីឲ្យឡាននេះកាត់បន្ថយកម្ដៅអូឡាននេះលេងគិតពីបញ្ហាកម្ដៅមែនតើបងប្អូនគឺគេធ្វើម៉េចគឺព្រោះឡាននេះគឺជាឡានទ្រីបគឺត្រូវជន់ខ្លាំងមែនតើអញ្ចឹងប្រព័ន្ធ intercooler ប្រព័ន្ធទឹកគឺត្រូវតែគិតគូរខ្លាំងមែនតើដើម្បីឲ្យឡាននេះកុំឲ្យមានបញ្ហាក្ដៅខ្លាំងគឺបញ្ចុះក្ដៅព្យាយាមបញ្ចុះកម្ដៅឲ្យច្រើនបងប្អូនហើយឡាននេះលេង spoiler ពីក្រោយស្អាតបងប្អូន spoiler ឡើងធំប៉ុន្តែស័ក្តិសមជាមួយនឹងរូបរាងឡានតែម្ដងបងប្អូនហើយសម្រាប់កាងក្រោយ